នៅនគរជីងមានបុរសល្ងងម្នាក់បម្រុងទិញស្បែកជើងនៅឯផ្សារមុននឹងចេញទៅគេយកខ្សែចំបើងមកវាស់ជើងរបស់ខ្លួនដើម្បីយកទៅវាស់ស្បែកជើងនៅពេលទិញតែពេលចេញពីផ្ទះគេក៏ភ្លេចយកខ្សែនោះទៅជាមួយពេលដល់ផ្សារគេចូលដល់ហាងស្បែកជើងហើយបានឃើញស្បែកជើងមួយគូដែលត្រូវនឹងចិត្តរបស់ខ្លួនតែដល់ពេលលោកហៅប៉ៅរកខ្សែវាស់ក៏រកមិនឃើញគេក៏ប្រាប់ទៅអ្នកលក់ស្បែកជើងវិញថាខ្ញុំភ្លេចយកខ្សែវាស់មកខ្ញុំទៅយកខ្សែវាស់មកវាស់សិនគេត្រឡប់មកផ្ទះដើម្បីវាស់ស្បែកជើងតម្រាំបកមកដល់ផ្សារដងទៀតក៏ធ្លាក់ដល់ពេលយប់ល្មមអ្នកផ្សាររើអវ៉ាន់អស់គេមិនអាចទិញស្បែកជើងបានដែរមានមនុស្សម្នាក់ដឹងរឿងនេះបានជួយដាស់តឿនគេថាអ្នកឯងទិញស្បែកជើងពាក់ខ្លួនឯងហេតុអីក៏មិនយកជើងខ្លួនឯងវាស់តែម្ដងទៅវាល្មមឬមិនល្មមនោះចាំបាច់ទៅយកខ្សែមកវាស់ធ្វើអីបុរសល្ងងនោះតបថាខ្ញុំជឿថាខ្នាតខ្សែវាត្រឹមត្រូវជាខ្នាតជើងខ្ញុំជឿទៅលើខ្សែតែមិនជឿលើខ្នាតជើងខ្លួនឯងស្ដាប់ទៅវាដូចជាចម្លែកមានមនុស្សជាច្រើនដែលយើងតែងតែជួបប្រទះរបៀបចម្លែកនេះព្រោះគេជឿទៅលើអ្វីដែលមានក្នុងខ្លួនគម្ពីរជឿយ៉ាងងាប់ក្រឡាមិនព្រម